បាទជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ថ្ងៃនេះខ្ញុំបាទបានលើកយកគាថាក្រុងឆេះមួយមេដើម្បីយកមកចែករំលែកទៅដល់ពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រណាគាថាមេក្រុងឆេះនេះណារបៀបប្រើប្រាស់ណាបើសិនជាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាត្រូវអំពើអំពាន់ខ្មោចព្រាយបិសាចអាបធ្មប់របស់គេធ្វើឲ្យយើងឈឺណាយើងអាចយកគាថាក្រុងឆេះនេះណាមកសរសៃផ្លុំដាក់ទឹកយកមកពិសាឬក៏ធ្វើទឹកស្រោតខ្លួនឯងទៅណាដើម្បីដុតកម្លោចអំពើអំពាន់ដែលមាននៅក្នុងសរីរៈរាងកាយរបស់យើងនឹងឲ្យវាចេញអស់អញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់នឹងបានជាសះស្បើយឡើងវិញហើយណាអញ្ចឹងទេកុំឲ្យខាតពេលវេលាកាន់ទៅវែងឆ្ងាយយូរណាយើងចូលទៅរៀននៅគាថាយើងទាំងអស់គ្នាអ្នកចូលឆេះមាក់ចូលឆេះពាក់ចូលឆេះតេចូលឆេះវិនិច្ឆ័យសន្តិអសេសតោម្ដងទៀតអ្នកចូលឆេះមាក់ចូលឆេះពាក់ចូលឆេះតេចូលឆេះវិនិច្ឆ័យសន្តិអសេសតោអញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាយកទៅសិក្សារៀនសូត្រតាមការគួរចោះណា